សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបានលើកយកសាច់រឿង manga មួយយកមកសម្រាប់ចែកជូនអ្នកទាំងអស់គ្នាដែលមានចំណងជឿជាភាសាអង់គ្លេសថា Viking Husband ឬក៏បកប្រែខ្មែរថាប្តីអាក្រក់របស់យើងនេះក្នុងសាច់រឿងបានបង្ហាញយើងឃើញថាកំពុងតែមានមនុស្សម្នាក់ដែលត្រូវគេកាត់ទោសប្រហារជីវិតនេះគឺជាការទទួលទោសពីព្រះចៅអធិរាជផ្ទាល់ស្ងៀមយើងក៏បានលើកសម្លេងស្ត្រីចំណាស់ម្នាក់ដែលកំពុងរៀបរាប់អំពីទោសកំហុសរបស់មនុស្សប្រុសម្នាក់នោះតែក៏ត្រូវបានកាត់ទោសប្រហារជីវិតពីបទជួញដូរគ្រឿងញៀនដោយច្បាប់អធិរាជមាត្រាទី57ប្រការទី1ការចែកចាយថ្នាំញៀនឲ្យកងទ័ពនិងធ្វើការឲ្យមានការបោះបោរត្រូវកាត់ទោសឲ្យប្រហារជីវិតនៅទីសាធារណៈឲ្យស្លាប់ក្នុងក្តីអាម៉ាស់ដែលប្រជាជននាំគ្នាសោះចំអកខុសផ្លូវអីពីក្តីស្រីម្នាក់នោះដែលមានមិនបានសាច់ច្បងនោះទេបែរជាភ័យខ្លាចទៅវិញសាច់រឿងមិនបង្ហាញឲ្យយើងឃើញពីការកាត់ទោសនោះទៀតឡើយតែកំពុងតែឃើញក្មេងស្រីម្នាក់នោះកំពុងតែដើរបណ្ដាលលោកបណ្ដាដែលនាងកំពុងតែរអ៊ូពីលោកអុកញ៉ាអេសិនដែលជាបុរសម្នាក់ដែលហ៊ានកាត់ក្បាលស្ដេចនៅពេលមានសង្គ្រាមនោះវាល្អហើយដែលគាត់មិនទាន់មកដល់នឹងដឹងរឿងទាំងនេះមន្ត្រីគ្រប់ជាន់ថ្នាក់រស់នៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងអស់ចុះបើគាត់ដឹងរឿងទាំងនេះសំឡេងកន្ត្រកក៏បានបន្លឺឡើងបានឃើញក្មេងស្រីម្នាក់នោះកំពុងតែដួលដែលធ្វើឲ្យមានមនុស្សចោមរោមនឹងជាច្រើនរួចស្រែកសួរនាងថាអ្នកគ្រូពេទ្យកើតអីហ្នឹងនេះក៏ធ្វើឲ្យអ្នកទាំងអស់គ្នាដឹងដែរថាតួឯកស្រីយើងគឺជាអ្នកគ្រូពេទ្យពេលនោះធ្វើឲ្យតួឯកស្រីរបស់យើងងើបឡើងភ្លាមរត់ផ្លាតអាណាខ្វះគេដួលលើដីចង្ហងនេះមិនផុតពីសំណួរដែលប្រជាជននៅជុំវិញនោះស្រែកសួរដែរព្រោះនាងគឺជាគ្រូពេទ្យដ៏ល្បីដែលតែងតែជួយជីវិតប្រជាពលរដ្ឋមិនក៏សោកសោកបានជានាងមានអាការៈប្លែកបែបនេះក៏ប៉ុន្តែប្រជាជននៅទីនោះមិនសូវចាប់អារម្មណ៍ណាกับកិរិយាចម្លែករបស់នាងទេគេបែរជាលើកទៅសើពីនាងទៅវិញថាសិទ្ធិរបស់នាងពិតជាល្អមែនអាចព្យាបាលដៃរបស់ពួកគេក្នុងរយៈពេល1សប្តាហ៍ឲ្យជាបានសម្លេងសម្រុតជើងនារីម្នាក់កំពុងតែដើរបណ្ដាគិតបណ្ដានឹងនិយាយបន្លប់ខ្លួនឯងនិងលួងខ្លួនឯងបន្តិចថាវាមិនអីទេវាមិនអីទេការគិតដែលនាងបន្លប់នោះគឺបន្លប់ពីលោកឧត្តមសេនីយ៍ម្នាក់នោះខ្លាចគេតាមទាន់នឹងដឹងរឿងមួយពីនាងដើរបណ្ដាគិតបណ្ដាថាខ្ញុំត្រូវតែបញ្ចប់ការស្រាវជ្រាវមួយនោះព្រោះខ្លាចលោកឧត្តមសេនីយ៍ម្នាក់នោះមកតាមទាន់នឹងដឹងពីរឿងមួយតែពេលនាងដើរទៅដល់ផ្ទះនោះឃើញសភាពផ្ទះដូចជាស្ងាត់ជាងរាល់ដងវាចម្លែកត្រង់ថាគ្មានមនុស្សសំបីតែម្នាក់នៅក្នុងនេះតែនាងនៅតែបន្លប់ខ្លួនឯងថាវាមិនអីទេវាមិនអីទេនេះគ្រាន់តែជារឿងធម្មតាតែប៉ុណ្ណោះដែលវាស្ងាត់នោះនាងនៅតែបន្លប់ខ្លួនឯងម្ដងហើយម្ដងទៀតចាមានជាការតួស្រីងាកមកក៏ឃើញមុខភ័ក្ររបស់នាងអូននិយាយទៅតួស្រីស្អាតណាស់តួឯកស្រីក្នុងរឿងហ្នឹងតែតួឯកស្រីយើងនៅតែមិនអស់ចិត្តនាងគិតថាអាចនឹងមានមនុស្សនៅក្នុងបន្ទុករបស់នាងដែរឬទេនាងមុំរងនឹងចាប់កាន់ទ្វារបើកហើយតែនាងនៅឈរគិតមួយសន្ទុះសិនថាតើអាចតែនឹងមានមនុស្សដែលនៅក្នុងបន្ទុករបស់ខ្ញុំតួស្រីរបស់យើងនៅឈរចាំសង្សាយនៅនឹងអរណិតអ្នកមើលទេនៅចាំញ័រដៃចង់ឃើញមុខតួប្រុសក្នុងបន្ទុកនឹងនេះទម្រាំតួស្រីយើងបានចាត់បើកទ្វារនឹងប្រហែលជាឈរនៅក្រៅនឹងអរិយាពេល2ម៉ោងហើយឥឡូវតួស្រីរបស់យើងបានចាត់បើកទ្វារចូលបន្ទប់ហើយនេះជាការដាក់ចាត់បើកទ្វារហើយបើកផ្នែកភ្លឺព្រោះឃើញពូខ្មៅអង្គុយនៅទីនោះសូមបើកវងកញ្ចក់បន្តិចពូខ្មៅគឺជាតួប្រុសដែលគឺជាឧត្តមសេនីយ៍នេះឯងតែខ្ញុំហៅពូខ្មៅគាត់ចូលមកសប្រៃកូនស្រីគេដល់ក្នុងបន្ទប់តែម្ដងថែមទាំងធ្វើឲ្យពួកយើងស្គាល់ឈ្មោះតួស្រីទៀតតួស្រីរបស់យើងមានឈ្មោះថាអ៊ីលីនអេរ៉ូតតួស្រីរបស់យើងក៏បានភ្ញាក់ផ្អើលនិងសួរតួប្រុសថាហេតុអ្វីបានជាលោកមកទីនេះតួប្រុសមិនបានខ្វល់ពីសម្ដីតួស្រីសួរនោះទេតែតួប្រុសបាច់ជាបកសួរទៅនាងវិញថាពាក្យនេះមែនតើដែលនាងស្វាគមន៍ខ្ញុំតួស្រីគ្រាន់តែឮតួប្រុសនិយាយបែបនេះក៏ឆាប់អោនក្បាលនិងនិយាយពីថាអបអរលោកមេតបដែលលោកមេតបមកវិញទាំងជ័យជំនះខ្ញុំមិនបានទៅអបអរជាមួយលោកមេតបដោយផ្ទាល់ឲ្យខ្ញុំសូមអភ័យទោសផងខ្ញុំពិតជារីករាយជាមួយនឹងការត្រឡប់មកវិញរបស់លោកឧត្តមសេនីយ៍ខ្លាំងណាស់ខ្ញុំចូលរូបត្រេកអរផងលោកឧត្តមសេនីយ៍អ្នកទាំងអស់គ្នាមិញខ្ញុំច្រឡំថាតួឯកប្រុសជាមេតបតាមពិតទៅគាត់មិនជាមេតបទេគាត់គឺជាឧត្តមសេនីយ៍មកគុំនៅតែប៉ែឡែឡោតច្រើនយើងបន្តសាច់រឿងយើងបន្តទៀតតួប្រុសបាននិយាយដាក់តួស្រីថាខ្ញុំមិននៅមួយរយៈសោះនេះហ៊ានធ្វើទង្វើដ៏គួរឲ្យស្រឡាញ់ដល់ថ្នាក់នេះហេតួស្រីបានតបទៅវិញថាតើលោកនិយាយអីហ្នឹងខ្ញុំមិនយល់នោះទេតួប្រុសរបស់យើងបានតបទៅវិញតែមួយម៉ាត់ទេថាថ្នាំញៀនខ្ញុំមកបញ្យល់បន្តិចឲ្យអ្នកទាំងអស់គ្នាយល់ថាហេតុអីបានតួប្រុសនិយាយពីថាថ្នាំតាមពិតទៅតួស្រីគឺជាអ្នកបង្កើតថ្នាំញៀនតែ
វាមិនមែនជាថ្នាំញៀនទាំងស្រុងនោះទេមូលហេតុនោះគឺតួស្រីចង់បង្កើតថ្នាំបំបាត់ការឈឺចាប់ដើម្បីជួយដល់កងទ័ពនិងទាហានវាពិតជាបាត់ការឈឺចាប់មែនក៏ប៉ុន្តែថ្នាំទាំងអស់នោះធ្វើឲ្យទាហាននាំគ្នាវាយកាប់ចាក់គ្នាដើម្បីដណ្ដើមវាព្រោះវាផ្ទុកនូវសារធាតុញៀនតែយើងហូបវាហើយក៏ចង់ហូបទៀតទើបធ្វើឲ្យពួកទាហានទាំងអស់នោះវាយកាប់ចាក់គ្នាដើម្បីដណ្ដើមថ្នាំមួយនោះសំឡេងត្រកជ្រូកបានបន្លឺឡើងលើកទី2ជ្រូកលើកទី1ហើយឥឡូវជ្រូកម្ដងទេណាហើយតួឯកស្រីរបស់យើងក៏បានដួលទៅលើដីក៏ជាលើកទី2ដូចគ្នាតួស្រីរបស់យើងបាននិយាយថាខ្ញុំធ្វើបាបនេះគ្រាន់តែចង់ជួយមនុស្សទាំងអស់គ្នានោះហើយខ្ញុំក៏គ្មានចេតនាអាក្រក់ដល់ថ្នាក់នេះដែរបើសិនជាខ្ញុំមិនយកថ្នាំឲ្យពួកគេទេពួកគេនឹងនៅឈឺរ៉ាំរ៉ៃនៅនោះខ្ញុំមិនចង់ឃើញពួកគេឈឺទេខ្ញុំគ្រាន់តែធ្វើបាបនេះគ្រាន់តែចង់ជួយលោកតែប៉ុណ្ណោះតើលោកយកទេពេលនោះតួប្រុសបានអោនចូលមកមើលមុខនាងហើយក៏និយាយថាតាមពិតទៅខ្ញុំប្រេងទេចាំពីក្រោយយើងនឹងបន្តសាច់រឿងរបស់យើងទាំងអស់គ្នាណាអញ្ចឹងពីខ្ញុំផ្សាយនៃសម្រាប់រឿងសូមជម្រាបលាណាអ្នកទាំងអស់គ្នា